ព័ត៌មានទាន់ហេតុការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជានិងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថានាថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះនៅវេលាម៉ោង 15:50 នាទីកងកម្លាំងទាហានថៃបានប្រើកាំភ្លើងប្រភេទ RPG បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជំរកកៅស៊ូតង់ក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតក្នុងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន1នាក់និងរងរបួសចំនួន3នាក់អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងប្រទេសថៃក្រុមសាកសីរបស់ឯកឧត្តមប្រធានាធិបតី Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានផងដែរអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យសូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវបានបញ្ចប់